សម្រាប់ឃុំខ្លួនសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមគិច្ចនិងវប្បធម៌ដាក់ពន្ធនាគារក្រោមបទចោទប្រកាន់ពីបទល្មើស Combis ហេសជ្ជៈបើកម្លាំងតែបៃតងទឹកខ្មុំញ៉ាំបំបត្តិស្រេកទឹក Food Panda ដឹកជញ្ជូនលើសពីអាហារយោងតាមដែលការបង្គាប់ឲ្យឃុំខ្លួនដែលទើបតែទទួលបានថ្ងៃទី13ខែកក្កដាឆ្នាំ2021បានបញ្ជាក់ឲ្យដឹងថាកាលពីថ្ងៃទី12កក្កដា2021លោករដ្ឋសណ្ដាប់អាយុ48ឆ្នាំជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌ត្រូវបានលោកធៀមច័ន្ទពិសិដ្ឋចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញសម្រាប់ឃុំខ្លួនដាក់ពន្ធនាគារបដោះអាសន្នក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តនិងបរិហាកេរ្តិ៍ជាសាធារណៈតាមមាត្រា391មាត្រា392និងមាត្រា305នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីខែមីនាឆ្នាំ2021បើយោងទៅតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់មុតតារាតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញគឺលោករដ្ឋស្ដាប់ត្រូវបានលោកស្រីគង់មេលាជាពាណិជ្ជករម្នាក់ប្តឹងពីបទរំលោភលើទំនុកចិត្តនិងបរិហាកេរ្តិ៍ជាសាធារណៈតាមមាត្រា391មាត្រា392មាត្រា305នៃក្រមព្រហ្មទណ្ឌព្រោះតែរឿងរត់ការដោះស្រាយវិវាទដីធ្លីនៅចំណុចឃុំកៅផុសស្រុកព្រៃនប់ខេត្តបរសែនរយៈពេលជាង3ឆ្នាំមកហើយតែមិនបានទទួលលទ្ធផលអ្វីឡើយហើយបានយកប្រាក់របស់លោកស្រីជាពាណិជ្ជករម្នាក់នេះអស់ជាច្រើនម៉ឺនដុល្លារដាក់ចូលហោប៉ៅផ្ទាល់ខ្លួនដោយពុំបានធ្វើការអ្វីឡើយទើបលោកស្រីម្នាក់នេះបានប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនលោករដ្ឋសណ្ដាប់តែម្ដងសូមបញ្ជាក់ផងដែរថាដែលការបង្គាប់ឲ្យឃុំខ្លួនចេញដោយលោកធៀមច័ន្ទពិសិដ្ឋចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញដោយកំណត់ថាទី1ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណការធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះរដ្ឋសណ្ដាប់ភេទប្រុសអាយុ48ឆ្នាំជនជាតិខ្មែរនៅមណ្ឌលអប់រំកែប្រែទី1ម1ដោយអនុវត្តបានត្រឹមត្រូវតាមច្បាប់2ឲ្យប្រធានមណ្ឌលកែប្រែទទួលនិងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រាប់ផ្សេងពីនេះទៀត3ឲ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់នេះខ្ញុំវិគីពី Big News